អូខេបាទមកជួបខ្ញុំសៀនអេស្តេរីមកបន្តនៅសាររឿងស្ដេចអមតៈចាប់ជាតិហើយគ្នាយើងកុំភ្លេចជួយប៉ាវកាហ្វេខ្ញុំម្នាក់មួយកែវផងដោយភាគថ្មីរបស់យើងគឺចាប់ផ្ដើមពីឆិនហ្វានបានស៊ីមកបេមួយនឹងផ្ទុះដៀងនិយាយទៅមិនមែនក្របបេធម្មតាទេគឺក្របនុយក្លេអ៊ែរបុរសប្រមាណអ្នកដែលទំនងគឺជាអ្នកបាញ់មើលពីចម្ងាយហើយក៏គិតថាឆិនហ្វានគ្មានថ្ងៃអាចរស់បាននោះទេរួចក៏នាំគ្នាត្រឡប់ទៅវិញមានកម្រងទៅបង្ក្រាបប៉3ឈៀងប៉នឹងជាប៉របស់ឆិនហ្វានណាជីតាដែលវិញក៏ដូចជាបានដឹងថាមានរឿងធំកើតឡើងនៅឯសមុទ្រឈាមអញ្ចឹងក៏សួរវិនចេញថាមិនមែនឆិនហ្វាននៅកន្លែងនឹងទេអីនាងក៏តបថាឆិនហ្វានពិតជាបានទៅកន្លែងនឹងមែនឬហើយធ្វើគ្រប់គ្នាមានការបារម្ភជាខ្លាំងប៉ុន្តែក៏មិនអាចធ្វើបានក្រៅពីជឿជាក់ទៅលើឆិនហ្វាននៅរងចាំរូគេត្រឡប់មកវិញអ្វីដែលពួកគេត្រូវធ្វើឡើយនេះគឺការពារខ្លួនឯងម្ដាយឆិនហ្វានក៏លើកឡើងថាមិនល្អទេព្រោះសៀវឈៀងបានចេញទៅខាងក្រៅដើម្បីពិភាក្សាការងារជាមួយក្រុមហ៊ុនផ្កាយឬបែបនេះគ្រប់គ្នាក៏ដឹងថាវាពិតជាអាក្រក់ខ្លាំងមែនទែនមកមើលនៅឆិនហ្វានរបស់យើងវិញម្ដងដែលរូគេមិនទាន់បានស្លាប់នៅឡើយប៉ុន្តែក៏ទទួលស្គាល់ផងដែរថាធម្មពលនុយក្លេអ៊ែរនឹងគឺពិតជាខ្លាំងមែនបើទោះបីជាគេបានរត់គេចតាន់ពីកន្លែងដែលវាធ្លាក់មកក៏ដោយក៏នៅតែស៊ីនៅធម្មពលបន្ទុះមួយនឹងដល់ទៅពាក់កណ្ដាលរបស់វាការពិតទៅបើសិនជាឆិនហ្វានតែម្នាក់ឯងគឺគ្មានបញ្ហាអីនោះទេប៉ុន្តែរូគេគឺត្រូវការពារឈូរ៉ានទៀតអញ្ចឹងក៏ធ្វើឲ្យរបួសហើយកាន់តែចង្រៃនោះគឺឆិនហ្វានរវល់តែការពារឈូរ៉ានអត់បានការពារនៅច្រត់ទ្វារនៃលំហអញ្ចឹងក៏ធ្វើឲ្យវាបានបែកបាក់ខ្ទេចអស់ទៅហេតុនេះក៏គុំជាមួយនឹងអាក្រុមហ៊ុនផ្កាយអីគេនឹងខ្លាំងមែនទែនបន្ទាប់ក៏ទៅរកកន្លែងព្យាបាលរបួសសិនរួចហើយចាំទៅសងសឹកមកមើលនៅស្ថានភាពរបស់សៀវឈៀងដែលឡនេះនាងគឺត្រូវបានគេគៀបសង្កត់អីពេញនឹងទាំងប្រទេសអឹមបានចោទប្រកាន់នៅគុណភាពផលិតផលរបស់ក្រុមហ៊ុននាងអីចឹងទៅគ្រប់គ្នាគឺឈឺក្បាលមែនទែនព្រោះថាជួយមិនបានហើយមិនត្រឹមតែគ្រួសារឆិនប៉ុណ្ណោះនោះទេមិត្តភ័ក្តិរបស់ឆិនហ្វានផ្សេងទៀតក៏ត្រូវបានប្រទេសផ្សេងគៀបសង្កត់នោះដែរធ្វើឲ្យជីតាឆិនហ្វានឈឺក្បាលតែម្ដងមើលទៅមានតែពឹងលើខ្លួនឯងនោះទេកាត់មកមើលឆិនហ្វានវិញម្ដងដោយសារតែធម្មពលនុយក្លេអ៊ែរវាខ្លាំងពេកស្ទើរតែបំផ្លាញរាងកាយរបស់គេអស់ទៅហើយឥឡូវនេះគឺត្រូវតែព្យាបាលរបួសឲ្យបានឆាប់ទៅបានប៉ុន្តែល្បឿនព្យាបាលនឹងគឺវាយឺតខ្លាំងពេកដែលក្នុងចិត្តថាសាច់ញាតិរបស់គេប្រហែលជាកំពុងតែមានបញ្ហាព្យាយាមរកវិធីផ្សេងទៅក៏នឹកឃើញទៅដល់ខ្សែឈាមរបស់ស្ដេចបិសាចជញ្ជក់ឈាមទាំង6ដែលដំបូងឡើយគេចង់យកវាទៅចម្រាញ់ថ្នាំប៉ុន្តែស្ថានភាពរហ័សបែបនេះគឺមានតែប្រើវាសិននោះទេដើម្បីព្យាបាលរបួសលេបចូលទៅក៏ឃើញថាធម្មពលរបស់វាខ្លាំងក្លាមែនទែនសូម្បីតែរាងកាយរបស់ឆិនហ្វានក៏ពិបាកត្រឹមប៉ុន្តែអត់បញ្ហានោះទេឆិនហ្វានប្រើអណ្ដាតភ្លើងបិសាចដើម្បីចម្រាញ់រាងកាយអស់8សមងក្រោយមកទៀមផុតឆិនហ្វានក៏ព្យាបាលរបួសរួចរាល់មិនត្រឹមតែប៉ុណ្ណោះក៏ចម្រាញ់រាងកាយរបស់គេទៅដល់កម្រិតទេវភាពទៀតផងអញ្ចឹងឥឡូវនឹងគឺដល់ពេលទៅសងសឹកអីកាត់មកមើលនៅប៉ាក់3ឈៀងវិញម្ដងគឺមាននៅអ្នកខ្លាំងច្រើនខ្លាំងមែនទែនកំពុងតែសម្រុកចូលមុខគ្រប់គ្នាក៏ចង់ប្រាប់ឲ្យម្ដាយរបស់ឆិនហ្វានកិច្ចខ្លួនសិនទុកឲ្យពួកគេជាអ្នកទប់ទល់ទៅបានអីប៉ុន្តែនាងមិនយល់ព្រមព្រោះថាប៉ាក់3ឈៀងគឺជាកម្លាំងញើសឈាមរបស់ឆិនហ្វានដែលរូគេខំប្រឹងយ៉ាងខ្លាំងទើបអាចបង្កើតបានរូបនាងក្នុងនាមជាម្ដាយរបស់គេគឺត្រូវតែជួយការពារទ្រព្យសម្បត្តិកូនហើយមើលទៅស្ថានភាពនឹងគឺពិតជាអាក្រក់មែនទែនព្រោះឃើញនៅគ្រប់គ្នាសុទ្ធតែបានបញ្ជូនមនុស្សមកជួយនៅប៉ាក់3ឈៀងពួកគេក៏នាំគ្នាបារម្ភបើគិតតាមចំនួនអ្នកខ្លាំងរបស់ប៉ាក់3ឈៀងគឺមិនអន់ក៏ដូចជាមានចំនួនប្រហែលជាមួយនឹងប៉ាក់ទាំងអស់នឹងនោះទេប៉ុន្តែបញ្ហាគឺជាស្ដេចរបស់ព្រះវិហារបរិសុទ្ធភ្លាមពួកអ្នកខ្លាំងទាំងអស់នឹងក៏ចាប់ផ្ដើមមកដល់មានទាំងសងក្បាលទាំងអស់មានអីចឹងទៅនិយាយទៅគឺសុទ្ធតែជាអ្នកខ្លាំងនៅក្នុងពិភពលោកបានមកប្រមូលផ្ដុំគ្នាបន្ទាប់ក៏ឃើញនៅក្រុមរបស់ព្រះវិហារបរិសុទ្ធមកដល់ដែលពិតជាលយមែនទែនជិះនៅទូកហោះមកគ្រប់គ្នាក៏ស្ញាច់សរសើរថានេះពិតជាវត្ថុទិព្វហើយអបិស្ដេចប៉ាបការពីលើកមុននឹងចុះមកដល់ក៏ធ្វើជាយុគលេសមករកសងសឹកពីរឿងដែលឆិនបៃសុនបានប្លន់យកនៅព័ត៌មានសំខាន់របស់ពួកគេនិយាយទៅពួកអដែងទាំងអស់នឹងគឺសុទ្ធតែត្រូវបានឆិនហ្វានវាយឡើងរៀបណាទោះបីជាមិនបានវាយពួកវាផ្ទាល់ក៏ដោយក៏វាយនៅសិស្សប្អូនឬក៏គ្នារបស់វាចឹងទៅពួកអត់នឹងសុទ្ធតែពួកអាកំសាទេការដែលឆិនហ្វាននៅគ្មានអាណាគេហ៊ានក្អកមួយឡើយប៉ុន្តែគ្រាន់តែឮថាឆិនហ្វានបានស្លាប់ភ្លេតក៏នាំគ្នាមករកសងសឹកទៅកាន់ប៉ាក់3ឈៀងទាំងអស់ក៏មិនខ្លាចនោះទេហ៊ានមកបង្កបញ្ហាជាមួយប៉ាក់3ឈៀងបងអញត្រៀមតែងឹបទៅការប្រយុទ្ធក៏បានចាប់ផ្ដើមសម្ដេចប៉ាបមួយនឹងគឺជាអ្នកខ្លាំងកម្រិតសៀនធានថងស៊ွမ်ព្យាយាមប្រើនៅរាងកាយខ្លាដើម្បីទៅរាំងប៉ុន្តែក៏តបមិនជាប់សំណាងល្អបានជីតារបស់ឆិនហ្វានមកជួយតាន់ពេលស្ដីឲ្យសម្ដេចប៉ាបថាលបងឯងគឺជាភ្ញៀវមកវាយម្ចាស់ផ្ទះអញ្ចឹងដូចជាឆ្លើយពេកអីឃើញបែបនេះសម្ដេចប៉ាបក៏មិននឹកស្មានប៉ា3ឈៀងក្រៅពីឆិនបៃសុននៅមានអ្នកខ្លាំងលាក់បាំងចឹងទៀតឃើញបែបនេះគ្រប់គ្នាក៏ភ្ជាប់ផ្អើលថាឆិនហោអានទម្លុះទៅកាន់កម្រិតស្ដេចអមតៈផែនដីពីពេលណាកម្រិតនឹងគឺជាកម្រិតសៀនធាននោះទេប៉ុន្តែមនុស្សក្នុងផែនដីអត់ស្គាល់ក៏ហៅចឹងទៅហើយទោះបីនេះគឺជារឿងមនុស្សស្មានក៏ដោយក៏សម្ដេចប៉ាបនៅតែសើចរួចក៏សុំឲ្យស្ដេចរបស់វាចេញមុខដែលនោះគឺជាទេវបុត្ររបស់ព្រះវិហារគឺជាពូជអម្បូររបស់ព្រះឬក៏ហៅថា Angel ជីតាឆិនហ្វានក៏ដឹងខ្លួន
ថាទោះបីជាកាត់បានហ្វឹកហាត់រាងកាយរន្ទះក៏ដោយក៏មិនមែនជាដៃគូរបស់រាងកាយព្រះដែរការប្រយុទ្ធចាប់ផ្ដើមដោនៅពន្លឺជាមួយនឹងធម្មពលរន្ទះប៉ះគ្នាផ្ទុះទាំងឯជីតាឈិនហ្វានមិនអំណោយផលទេដូចរបួសស្ដេចប៉ាបក៏ស្រែកប្រកាសឲ្យប៉ាបីឈៀងប្រកល់នៅកម្ពីវិជាគុណទាំងអស់មកចាំវាធានាថានឹងជួយលាងទោសអុយដេកសម័យទៅអាក្តរក្លិតចូលទៅម្ដងទៀតជាយាមប្រើរន្ទះបង្កើតជាគុកឃុំឃាំងនៅ Angel ប៉ុន្តែมันអាចនោះទេត្រូវបានគេតបមកវិញដោយប្រើដាវពន្លឺផ្ទុះទាំងគ្រប់គ្នាបារម្ភមែនទែនជីតាឈិនហ្វានក៏ស្រែកប្រាប់ថាមិនអីស្ដេចប៉ាបក៏នៅតែនិយាយទៅដែរឲ្យប៉ាបីឈៀងសុំចុះចាញ់ទៅប៉ុន្តែនេះវាគឺមិនអាចទៅរួចសម្រាប់គ្រប់គ្នានោះឡើយភ្លាមសត្វនាគដែលជាអរេវេទមន្តការពារប៉ាក៏ចេញមកទៅទប់ទល់ជាមួយការវាយប្រហាររបស់ស្ដេចប៉ាបប៉ុន្តែគេក៏មិនភ្ញាក់ផ្អើលនោះដែរព្រោះថាបានដឹងទុកជាមុនស្រែកអហហរួចប្រើយុទ្ធសាស្ត្រនៃការបំផ្លាញដាក់ប៉ាំងទៅសត្វនាគគឺមិនអាចຕົកបានរួចហើយក៏បោះពាក្យសម្ដីយ៉ាងកក្លឿនចាប់ពីថ្ងៃនេះតទៅនឹងលែងមានប៉ាបីឈៀងនៅក្នុងផែនដីទៀតអ្នកខ្លាំងនៅជុំវិញពិភពលោកវិញក៏ចាប់ផ្ដើមទៅវាយប្រហារប៉ុន្តែភ្លាមក៏ដូចជាមាននៅធម្មពលអ្វីម្យ៉ាងហោះកាត់មុខគេធ្វើឲ្យសង់តងល់ឆ្ងល់មែនទែនចំអីគេនឹងមិនទាន់នឹងដឹងរឿងអីផងក៏ជ្រុះក្បាលដាច់បាត់ហើយនោះគឺជាវត្តមានរបស់ឈិនហ្វានរបស់យើងដើរមកយ៉ាងសង្ហាជាមួយនឹងកៅអៅថ្មីជីតាឈិនហ្វានដែលកំពុងតារបួសនេះវិញក៏មានការសប្បាយចិត្តតាថាឲ្យថាទៀតថាចៅរបស់តាគ្មានថ្ងៃកើតអីហើយអ្នកផ្សេងទៀតវិញក៏ព្យាយាមសម្រុកចូលទៅទាំងអស់គ្នាប៉ុន្តែសូម្បីតែខ្លួនរបស់ឈិនហ្វានក៏មិនបានប៉ះផងប្រើកម្លាំងធាតុម៉ាន់តិចពួកវាខ្ទៀតអស់លីងរួចក៏ដើរមកសួរសុខទុក្ខរបស់ជីតាថាមិនអីទេអីកុំភ័យពួកយើងមិនអីនោះទេឆ្អឹងចាស់របស់តានេះអាចឲ្យវាយគ្នាបានដល់ទៅ500ឆ្នាំទៀតឯណោះឃើញថាពួកគេមិនអីហើយឈិនហ្វានក៏ប្រកាសអញឈិនបេស៊ុនគឺជាមនុស្សមានគុណសងគុណមានទោសត្រូវតែសងសឹកដំបូងឡើយអញមិនចង់ទៅខ្វល់ជាមួយពួកអដែងឯងនោះទេប៉ុន្តែពួកអដែងឯងប្រហើនមកបង្កបញ្ហានៅប៉ារបស់អញថ្ងៃនេះអញនឹងយកឈាមរបស់ព្រះគំរាមទៅពិភពលោកអាណាគេក៏ដោយបង្កបញ្ហាប៉បីឈៀងបាញ់គឺត្រូវតែសម្លាប់គ្មានមេត្តាឈិនហ្វានពេលនឹងគឺកាចមែនទែនអែនចែលឺក៏ចំអកកុំបានតែមាត់ឈិនហ្វានមិននិយាយច្រើនប្រើក្បាច់បំបីភ្នំដាក់ឆ្វាច់ផ្ទុះពេញមេឃបាក់ដាវពន្លឺអែនចែលពាក់កដាលស្ដេចប៉ាព្យាយាមប្រើយុទ្ធសាស្ត្រនៃការបំផ្លាញទៅជួយហើយវិជាខ្លាំងរបស់គេផ្សេងទៀតក៏មិនទុកនោះដែរប្រើក្នុងពេលដំណើរគ្នាវាយបោកទៅកាន់ឈិនហ្វានប៉ុន្តែគ្មានទេឈិនហ្វានបានកើតអីបន្តិចស្រែកសួរទៅវិញថាហើយកំពុងថាអេសអញមែនឃើញបែបនឹងស្ដេចប៉ាបចាប់ផ្ដើមស្លើភ្នែកអីមិននឹងអាចទៅរួចមិនត្រឹមតែវាតបដោយផ្ទាល់ទេថែមទាំងមិនបានមានរបួសអីបន្តិចរួចហើយឈិនហ្វានក៏គវាមកដារន្ទះធ្វើឲ្យស្ដេចប៉ាព្យាយាមប្រើស្លាប់អែនចែលដើម្បីការពារស៊ីមកដាវឆ្វាច់ស្លាប់អែនចែលនឹងក៏មិនអាចជួយបានដែរដាច់ឡើងខ្ទេចរបួសធ្លាក់មកក្រោមមិនទាន់អស់ឡើយអែនចែលព្យាយាមលោតមកវិញម្ដងប៉ះគ្នាប៉ាំងពីពេញមេឃឈិនហ្វានវិញក៏ដឹងថាអែនចែលកំពុងតែប្រើអាវុធវិញ្ញាណអញ្ចឹងឯតាបានលើកនឹងដូចជារាំងខ្លាំងជាងមុននិយាយទៅអាដាវមួយនឹងគឺបន្សល់ទុកទៅដោយឪរបស់វាហើយក៏ធ្វើឲ្យអែនចែលក្អេងក្អាងមែនទែនប្រាប់ឲ្យឈិនហ្វានគួរតែមានមោទនភាពលើខ្លួនឯងទៅបានងាប់ក្រោមអាវុធមួយនេះស្អីគេសម្បត្តិត្រឹមអាវុធកាក់កាអញ្ចឹងក៏អួតដែរហើយឯងមួយទៀតគ្រាន់តែជាអែនចែលស្លាពីមកពីកោសម្ព័ន្ធពន្លឺប៉ុណ្ណោះរៀនមកប្រហើននៅចំពោះមុខអញផងសូម្បីតែព្រះនៃសម្ព័ន្ធនៃពន្លឺនឹងគេដោយក៏អានក្លឹបសម្រាប់ចោលសម្បត្តិអីត្រឹមឯងនឹងឃើញឈិនហ្វានដៀលដល់ពូជរបស់វាអប៉ិនឹងគឺមួម៉ៅមែនទែនដាក់មកដល់ពន្លឺឆ្វាច់ឈិនហ្វានក៏តបមនីរន្ទះវិញថាមកពលដល់ខ្លាំងពីផ្ទុះដៀងលទ្ធផលក៏ឃើញថាអែនចែលបានធ្លាក់បាត់ទៅហើយដូចជាចាបស៊ីមកចំពីមសៀនអេអញ្ចឹងថែមទាំងបានរបួសឆ្វោកពាក់កណ្ដាលទ្រូងទៀតផងឃើញមេរបស់វាចាញ់ចឹងកូនចៅក៏ចាប់ដើមដាក់មេប្រូចអីហើយក៏មិនអាចទៅរួចនោះឡើយនៅចំពោះមុខឈិនហ្វានស៊ីមករន្ទះឆក់ឡើងបាសពងសល់ស្ដេចប៉ាបគឺខឹងសម្បាខ្លាំងមែនទែនឈិនបីសួនមិនតាន់បានដាក់បដាសាផងក៏ស៊ីមកដៅងឹបបាត់អែនចែលក៏ស្ដីអោយអាមនុស្សធម្មតាឯងហ៊ានសម្លាប់អ្នកនំសាររបស់ព្រះចាំមើលតាព្រះចូលមកផែនដីនោះសំបីតែឋានរកក៏គ្មានកន្លែងទុកឯងដែរអូមិនត្រូវការអូនឯងបារម្ភនោះទេបើសិនជាព្រះហ៊ានចុះមកអញក៏ហ៊ានសម្លាប់វាដូចគ្នាឃើញឈិនហ្វានថ្លើមពីមេឃអែនចែលចាប់ផ្ដើមបច្ចេកនៅស្នៀតពិសេសទៀតរីឈិនហ្វានមិនបង្អង់ក៏ដាក់មកដៅទៅប្រឈប់ចំហាយដាវដែលនៅសល់ក៏សម្រុកទៅសម្លាប់អែនចែលប៉ុន្តែអែនចែលមិនដឹងជាប្រើវិជាអីគេនោះទេមកការពារឡងដាវរបស់ឈិនហ្វានត្រឡប់ទៅវិញហើយនេះគឺជាយុទ្ធសាស្ត្រអែនចែលធ្វើឲ្យវាបានអួតក្តែងថាទោះបីជាមានស្ដេចអមតៈចំនួន10នាក់ទៀតក៏ដោយក៏មិនអាចធ្វើបានទៅកាន់ខែលការពារមួយនេះឈិនបៃស៊ុនឯងគឺពិតជាខ្លាំងប៉ុន្តែគួរស្ដាយដែលឯងគឺជាសត្រូវរបស់ពួកយើងឥឡូវដេកចាំតាឪរបស់អញមួយសងសឹកទៅនិយាយចោលវាក៏ចង់ដាក់មេប្រូចឈិនហ្វានក៏ស្រែកថៃឈប់គ្រាន់តែលឺអែនចែលក៏យល់ច្រឡំយ៉ាងម៉េចឥឡូវនឹងឯងចង់អង្វរហើយមែនប៉ុន្តែវាយឺតពេលបាត់ទៅហើយអត់ទេមានណាអូនឯងកុំគិតច្រើនពេកបងគ្រាន់តែគិតថាគួរតែប្រើនៅក្បាច់អីដែលគ្រាន់តែអាចបបែកនៅអាខែលនៅរបស់អូនឯងប៉ុន្តែមិនបំផ្លាញរាងកាយរបស់អូនឯងឲ្យខ្ទេចប៉ុណ្ណោះព្រោះថាបងត្រូវការរាងកាយអូនឯងទៅចម្រាញ់ឆ្នាំទៀតណាលឺបែបនេះក៏មួម៉ៅមែនទែនឯឈិនហ្វានក៏គិតឃើញល្មមចាប់ផ្ដើមប្រើនៅក្បាច់ដែលរកគេបានត្រៀមទុកឲ្យពួកអដៃមកពីពិភពខុនស៊ូទៅកាន់អបអែនចែលជំនួសវិញដាក់មកដល់ឆ្វាច់អែនចែលក៏ស្រែកថាអូយផ្ទុះដៀងចុងក្រោយក៏បាក់ឡាបាយអស់លីងធ្លាក់ចុះមកត្រូវបានឈិនហ្វានសរុបរាងកាយរបស់វាទុកក្នុងឃ្លោកទឹក
អ្នកខ្លាំងនៅជុំវិញពិភពលោកដែលបានមកឈរមើលឃើញចៃជំនះរបស់ឈិនហ្វានហើយក៏ចាប់ផ្ដើមគោរពមេតបយេណានធានក៏លែនមិត្តសរសើរអ្នកខ្លាំងដែលប្រៀបបានដូចជាព្រះចំនួន2បូករួមជាមួយនឹងអ្នកខ្លាំងជាង100នាក់ផ្សេងទៀតគឺមិនអាចសំបីតែតបទាល់ជាមួយឈិនហ្វានម្នាក់ឯងបាននេះមិនមែនទើបហៅថាមនុស្សម្នាក់បង្ក្រាបមួយពិភពលោកស្លេះពេលនឹងយើងមកមើលពួកអដែងអេលៀនដែលជាអ្នកនៅពីក្រោយខ្នងរឿងទាំងអស់វិញម្ដងឃើញថាឈិនបៃសុនមិនទាន់ងាប់ពួកវាក៏ឈឺក្បាលជាខ្លាំងព្រោះដឹងថាលើកក្រោយបើសិនជាចង់បោកឈិនបៃសុនឲ្យទៅស៊ីអាបេរបស់វាទៀតប្រកាសជាមិនងាយស្រួលប៉ុន្តែប៉ែម្នាក់ក៏លើកឡើងថាមិនចាំបាច់ភ័យនោះទេពួកយើងនៅមានសម្លឹកការចុងក្រោយឲ្យតែគ្រប់គ្រងបានគឺស្មើជាមួយនឹងគ្រប់គ្រងជីវិតរបស់ឈិនបៃសុនហើយយើងក៏មិនដឹងថាសម្លឹកការមួយនឹងគឺជាអ្វីនោះដែរមកមើលឈិនហ្វានវិញម្ដងចាត់ចែងនៅរឿងសងសឹកអស់រួចក៏មកជុំជុំនៅគ្រួសាររបស់គេឯម្ដាយឈិនហ្វានគឺបារម្ភជាខ្លាំងព្រោះគិតថាឈិនហ្វានមានគ្រោះថ្នាក់អស់ឈិនហ្វានក៏ប្រាប់កុំឲ្យបារម្ភអីខ្ញុំមិនអីនោះទេនិយាយអញ្ចឹងសឿឈៀងនៅណាមិនបានជាមិនឃើញអញ្ចឹងឬសំណួរនេះគ្រប់គ្នាក៏ខ្មាស់អៀនមែនទែនបន្ទោសខ្លួនឯងថាមកពីពួកគេមិនបានការពារនាងឲ្យបានល្អឥឡូវនេះនាងកំពុងតែត្រូវបានគេឃុំនៅឯប្រទេសអឹមគឺជាក្រុមហ៊ុនផ្កាយដែលបានទៅចោទប្រកាន់ក្រុមហ៊ុនសៀវឈៀមផ្សេងឬភ្លាមឈិនហ្វានមួម៉ៅមែនទែនម្ដាយគេក៏ប្រាប់កុំឲ្យបារម្ភប្រទេសអឹមនៅពេលនេះប្រហែលជាទទួលបានដំណឹងដែលឯងត្រឡប់មកវិញទាំងមានជីវិតរួចហើយអញ្ចឹងពួកគេប្រកាសជាបញ្ជូនសៀវឈៀងមកវិញដោយមានសុវត្ថិភាពប៉ុន្តែពេលនឹងកញ្ញាម្នាក់ក៏យកដំណឹងអាក្រក់មកប្រាប់ថាប្រទេសអឹមកំពុងតែកាត់ក្តីទៅកាន់កញ្ញាសៀវឈៀងឥឡូវនឹងក៏កំពុងតែឡាយផ្ទាល់ទៀតផងបើមើលទៅឃើញថាសៀវឈៀងបានប្រកែកក្រុមហ៊ុនរបស់នាងគឺមិនបានធ្វើខុសឬក៏លក់ផលិតផលដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកផ្សេងទៀតនោះដែរមេតាប់យេណានធានក៏យកដំណឹងមកប្រាប់ថែមទៀតថាអ្នកនាំសារមកពីប្រទេសអឹមបានមកដល់យៀនជីងដោយនាំសារមកប្រាប់ថារឿងដែលកើតឡើងនៅឯសមុទ្រឈាមគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះហើយនឹងសន្យាថារឿងនេះនឹងគ្មានថ្ងៃកើតឡើងជាលើកទី2នោះទេចំណែកឯកញ្ញាហ្វាងឈៀងក៏គ្មានបញ្ហាអីកើតឡើងដែរនៅឯតុលាការកាត់ក្តីប៉ុន្តែគ្រាន់តែនាងត្រូវស្នាក់នៅកន្លែងនឹងជាភ្ញៀវមួយរយៈសិនឬហើយគ្រប់គ្នាក៏ដឹងយ៉ាងច្បាស់ថាពួកនឹងថោកទាបមែនទែនមើលពីខាងក្រៅគឺមិនសមទោសអីនោះទេប៉ុន្តែការពិតគឺកំពុងតែគំរាមឈិនហ្វានមេវិជាការក៏បន្ថែមពាក្យសម្ដីរបស់អ្នកណាំសារប្រទេសអឺបានដាក់ពាក្យសម្ដីមួយថាបើសិនជាឈិនហ្វានមិនយល់ព្រមជាមួយនឹងការរៀបចំរបស់ពួកគេនោះទេពួកគេនឹងប្រើនៅគ្រាប់បែកនុយក្លេអ៊ែរហើយកញ្ញាហ្វាងឈៀងនឹងត្រូវដាក់ទោសប្រហារជីវិតជីតាឈិនហ្វានក៏បន្ថែមថាគាត់ទទួលបានដំណឹងពីប្រទេសជុំវិញពិភពលោកពួកគេសុទ្ធតែចង់ឲ្យឈិនហ្វានដោះស្រាយដោយសន្តិភាពព្រោះថាបើសិនជាសង្គ្រាមនុយក្លេអ៊ែរបានកើតឡើងសូម្បីតែផែនដីទាំងមូលក៏ត្រូវបំផ្លាញបែបនេះម្ដាយឈិនហ្វានក៏កាន់តែបារម្ភឯឈិនហ្វានក៏ដើមផងដែរថារយៈពេលប្រមាណឆ្នាំនេះដោយសារតែទង្វើរបស់ខ្លួនទើបធ្វើឲ្យពួកគេនឹងរវល់ចិត្តរហូតរំខានទៅដល់ជីវិតសុខសាន្តពួកគេប៉ុន្តែឈិនហ្វានគឺត្រូវតែអាត្មានិយមម្ដងទៀតហើយហ្វាងឈៀងគឺជាប្រពន្ធរបស់ខ្ញុំធ្លាប់សន្យាជាមួយនាងថានឹងការពារនាងអស់មួយជីវិតលើកនឹងខ្ញុំក៏មិនរារែកនោះដែរអូខេឈិនហ្វាននិយាយអញ្ចឹងប្រទេសអឹមដឹងតែស្បៃហ្មងហើយក៏មានតែប៉ុណ្្នឹងនោះទេបាយបាយជួបគ្នាវីដេអូក្រោយកុំភ្លេចសាប់អ្នកមួយផងបាទ